ចំពោះទី3អំពីកម្មសិទ្ធិរបស់សមូហភាពផ្នែកទី1អំពីអចលនវត្ថុរបស់រដ្ឋមាត្រា20អចលនវត្ថុជាដីនិងជាសំណង់ដែលមាននៅក្នុងនិងក្រៅបរិវេណវត្តអារាមនៃព្រះពុទ្ធសាសនាជាបេតិកភណ្ឌប្រើប្រាស់ជានិច្ចកាលសម្រាប់ព្រះពុទ្ធសាសនានិងដាក់ឲ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្តមាត្រា21អចលនវត្ថុរបស់វត្តមិនអាចលក់ដូរឬធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុត្តកាលឡើយអចលនវត្ថុរបស់វត្តអាចជួលឬប្រវាសបានតែផលទុនដែលបានមកពីការជួលឬប្រវាសនេះត្រូវទុកសម្រាប់តែកិច្ចការសាសនាប៉ុណ្ណោះកិច្ចការពារទ្រព្យទាំងនេះត្រូវធានាដោយគណៈកម្មការវត្តនីតិវិធីនៃការជ្រើសរើសគណៈកម្មការនិងតំណាងដើម្បីការពារផលប្រយោជន៍វត្តត្រូវកំណត់ដោយប្រកាសរបស់ក្រសួងធម្មការនិងសាសនាមាត្រា22ទីកន្លែងសក្ការៈបូជានិងទ្រព្យសម្បត្តិនៃជំនឿសាសនាដទៃទៀតមិនស្ថិតក្រោមរបបដែលមានបញ្ញត្តិក្នុងមាត្រា20និងមាត្រា21នៃច្បាប់នេះឡើយទ្រព្យទាំងនោះត្រូវគ្រប់គ្រងដោយសមាគមនៃសាសនិកដែលបង្កើតឡើងទៅតាមបញ្ញត្តិនៃច្បាប់